បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ថ្ងៃនេះខ្ញុំបានលើកយកគាថាដុតព្រាយមួយមេដើម្បីយកមកចែករំលែកទៅដល់ពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រណាគាថាដុតព្រាយនេះណារបៀបប្រើប្រាស់ណាបើសិនជាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាត្រូវអំពើអំពាន់ខ្មោចព្រាយបិសាចអាបធ្មប់របស់គេធ្វើឲ្យយើងឈឺណាយើងអាចយកគាថានេះណាមកសរសៃផ្លុំដាក់ទឹកយកមកពិសាឬក៏ធ្វើទឹកស្រោចខ្លួនឯងទៅណាដើម្បីដុតអំពើអំពាន់ខ្មោចព្រាយបិសាចអាបធ្មប់ដែលមាននៅក្នុងសរីរៈរាងកាយរបស់យើងនឹងឲ្យវាចេញអស់អញ្ចឹងពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់នឹងបានជាសះស្បើយឡើងវិញហើយណាហើយគាថានេះខ្លីប៉ុន្តែខ្លឹមខ្លាំងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាអាចយកទៅចម្រើនណាភាវនាជារៀងរាល់ថ្ងៃបានណាហើយគ្រូតែងតែចែករំលែកគាថាល្អណាទៅឲ្យពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់យកទៅសិក្សារៀនសូត្រដើម្បីជួយសង្គ្រោះគេណាហើយក្រៅពីគ្រូណាកម្រមាននរណាគេចែកគាថាល្អឲ្យយើងរៀនណាមានតែគ្រូហើយនឹងសើយើងទេណាដែលគ្រូផ្ដល់គាថាល្អគាថាខ្លាំងណាឲ្យសើយកទៅរៀនយកទៅព្យាបាលគេអញ្ចឹងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណាហើយភាគច្រើនគឺគ្រូឃើញអ្នកខ្លះក៏ចូលចិត្តតែរៀនណាអតិបិសោណារតនមាលាបញ្ច្រាស់ណាបណ្ដោយណាកាលណាតែយើងរៀនអតិបិសោរតនមាលាណាឲ្យបញ្ច្រាស់មកវិញច្រើនណាធ្វើឲ្យយើងនឹងខ្សោយសតិបញ្ញាណាបានន័យថាធ្វើឲ្យយើងនឹងបាត់ការចងចាំណាហើយធ្វើឲ្យយើងរកស៊ីអត់មានបានទៀតភាគច្រើនគ្រូឃើញអ្នកខ្លះមិនដែលទៅព្យាបាលដោះអំពើអំពាន់ឲ្យគេយករតនមាលាមកប្រើណាភាគច្រើនគឺគ្រូឃើញសូត្រគាថាក្រុងឆេះហើយនឹងគាថាព្រះអគីតែប៉ុណ្្នឹងឯងភាពជាក់ស្ដែងគ្រូមិនដែលឃើញអ្នកណាដែលរៀនរតនមាលាអតិបិសោបច្រាស់យកមកដោះអំពើមើលជំងឺគេណាគឺអត់មានទេណាបើសិនយកមកអនុវត្តភាពជាក់ស្ដែងសូត្រអត់ចេញគៀងខ្លួនឯងនឹងគ្រាន់តែព្រីសម្លុតបន្តិចមិនស្រួលលិចនោមបាត់ណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណារតនមាលាបានសូត្រសម្ដែងទៅមុខយើងឲ្យយើងឃើញតាបើយកអនុវត្តភាពជាក់ស្ដែងគឺសូត្រអត់ចេញហ្មងគឺគៀងទាំងអស់ណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ណារតនមាលាគ្រូឃើញមិនដែលអ្នកណារៀនហើយជោគជ័យបានសម្រេចឬល្បីថាប្រកែខ្លាំងរតនមាលាដោះអំពើគេជាដោះអំពើគេខ្លាំងមានតែអត់ឃើញរីកចម្រើនតែហ្មងដែលឃើញថាអ្នកខ្លះជោគជ័យដោយសាររៀនរតនមាលាអតិបិសោហ្នឹងមិនដែលឮមិនដែលឃើញភាគច្រើនតាមដែលគ្រូឃើញគ្រូដែលខ្ញុំស្គាល់ហ្នឹងភាគច្រើនបើថាមើលជំងឺគេគឺច្រើនតែប្រើក្រុងឆេះនឹងព្រះអគីយកទៅដុតព្រាយនឹងព្រោះវាឆេះលឿនហើយធ្វើឲ្យបុគ្គលនោះវាល្បីលឿនទៀតណាមានគេស្គាល់មានគេទៅរកច្រើនណាព្យាបាលជំងឺនឹងវាជា100%បើថារតនមាលានេះបើយើងនិយាយឲ្យចំនៅក្នុងក្បួនហ្នឹងវាគ្រាន់តែជាការរៀបរាប់នៃគុណព្រះតែប៉ុណ្្នឹងឯងណាពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់បើសិនជាយើងចង់រៀនរតនមាលាបញ្ច្រាស់ឲ្យខ្លាំងពូកែផុតលេខលើគេតើតែខួរក្បាលយើងស្អាតណាខួរក្បាលយើងអត់មានហើយច្បោកច្បល់គិតរឿងខាងក្រៅឬក៏រឿងខាងក្នុងអីទេតើតែខួរក្បាលយើងនឹងស្រឡះល្អណាកាលណាតែខួរក្បាលយើងអត់ស្រឡះល្អផងយើងទៅគិតរឿងខាងក្រៅផងគិតរឿងខាងក្នុងផងខួរក្បាលយើងវាចាប់ដើមសបោកសបល់ពេលដែលយើងរៀនអាគាថាហ្នឹងវាបញ្ច្រាស់វាតែងតែគេហៅថាផ្លាស់ប្ដូរនៅគាថាវាប្ដូរទៅខាងលើខាងក្រោមអញ្ចឹងវាឆ្លាស់គ្នាទៅមកខួរក្បាលយើងអត់ល្អយើងគិតរឿងខាងក្រៅផងយកមករៀនគាថាហ្នឹងធ្វើឲ្យយើងបែកចាប់ដើមមានបញ្ហាណាទៅជាស៊ីចានស៊ីកែវវាធ្លាប់មានប្រវត្តិណាប្រវត្តិអើយបងប្រុសម្នាក់ហ្នឹងគាត់រៀនអាខាងរតនមាលាអតិបិសោហ្នឹងតែគាត់និយាយប្រាប់ខ្ញុំផ្ទាល់ហ្នឹងណាគាត់ថាកាលពីដើមហ្នឹងគឺគាត់ដើរសុំគាថាចាស់បាទយកមករៀនយកមកសូត្រហ្នឹងយកមកទន្ទិញហ្នឹងក៏មានបញ្ហាចាប់ដើមស៊ីចានស៊ីកែវអញ្ចឹងទៅអញ្ចឹងក៏មកខាតពេលវេលាកាន់ទៅវិញឆ្ងាយយូរណាយើងចូលទៅរៀននៅគាថាយើងទាំងអស់គ្នា
ឧសោភគវា